ចំពោះ episode នេះខ្ញុំណែនាំដល់គ្នាឲ្យស្គាល់នៅមុខងារ overlay អ្វីទៅជា overlay គឺជាស្រទាប់ layer មួយយ៉ាងដែលយើងអាច add វាចូលបន្ថែមនៅក្នុងវីដេអូរបស់យើងអញ្ចឹងគឺដើម្បីទៅយើងទៅកាត់វីដេអូបានល្អគឺយើងត្រូវស្គាល់មុខងារមួយចំនួននៅក្នុងកម្មវិធី CapCut ជាមុនសិនមិនថាធ្វើអ្វីមួយមិនថាកាត់វីដេអូឬក៏ធ្វើអីទេមុននឹងទៅដល់ការចាប់ផ្ដើមធ្វើអ្វីមួយឲ្យល្អឲ្យ perfect គឺយើងត្រូវដឹងពីមុខងាររបស់វាអញ្ចឹង overlay គឺវាការ add layer ចូលបន្ថែមអញ្ចឹងអ្នកនរគ្នាយើងអាច add ចូលបានច្រើន layer អ្នកនរគ្នាមើលចាត់ស្ដែងបានដូចជា layer នេះខ្ញុំ add សាកមើលគឺបានច្រើនអាហ្នឹងគឺជាការ add ចូលបន្ថែមទៅក្នុងវីដេអូរបស់យើងឲ្យវាមានឲ្យជារសបន្ថែមឲ្យជារសហ្នឹងគឺជារសជាតិហើយវាមានរសជាតិដិតរសជាតិល្អការកាត់វីដេអូយើងត្រូវការ reflect ត្រូវការ transition ត្រូវការអីផ្សេងដើម្បីឲ្យវីដេអូមួយហ្នឹងមានភាពតាក់ទាញជាងមុនអញ្ចឹងដើម្បីឲ្យមានភាពតាក់ទាញគឺយើងត្រូវតែដឹងតាក់ទងជាមួយនឹងមុខងារមួយចំនួននៅក្នុងកម្មវិធីជាមុនសិនដើម្បីឲ្យយើងឈានទៅដល់ការកាត់វីដេអូឲ្យបានល្អឲ្យបានសមស្របទៅតាមអីដែលយើងចង់បានអញ្ចឹងចំពោះវីដេអូនេះគឺខ្ញុំចង់ណែនាំឲ្យស្គាល់នៅ overlay ចំពោះ overlay គឺយើង add បានទាំងរូបភាពទាំងវីដេអូហើយយើងអាចយកពី library របស់ CapCut ពី album photo របស់យើងផ្សេងបានអញ្ចឹងចំពោះវីដេអូមួយនេះគឺខ្ញុំបញ្ជាក់នឹងប្រាប់ទូតាក់ទងជាមួយនឹងមុខងារ overlay នៅក្នុង CapCut ប៉ុណ្ណឹងទេជួបគ្នានៅ episode ទី3បន្តទៀតអរគុណច្រើន